ថ្ងៃនេះខ្ញុំបាទពាក់ក្តីរួមជាមួយនឹងបងសារ៉ាបាទហើយនឹងលោកសុគន្ធវាសនាបាទតំណាងឲ្យបងស្រីកៅគុន្ធាបាទបាននាំយកនៅថវិកាចំនួន$5,000បាទរួមជាមួយនឹងរថយន្តនាគបាទចំនួន3ដើម្បីជូនក្មួយទៅកាន់សុគតិភពបាទហើយនេះគឺជាថវិការបស់បងស្រីជំទាវកៅគុន្ធាដែលគាត់បានចូលបន់ខាងបងសារ៉ាគាត់តំណាងជំរាបសួរហើយអ្នកប្រគល់ជូននៅបច្ច័យដែលជាការប្រគល់ជូនពីលោកជំទាវកៅគុន្ធាបាទហើយលោកជំទាវក៏បានបញ្ជាក់ថាបច្ច័យនេះមានចំនួន$5,000ហើយមានការរួមជាមួយនឹងការរៀបចំនៅរថយន្តនាគចំនួន3គ្រឿងដើម្បីជាការជូនតាណាបងស្រីលោកស្បាទៅកាន់ទីឋានដ៏សុខសាន្តហើយជាមួយគ្នាផងដែរបងស្រីក៏បានបញ្ជាក់ថាទោះបីជាមិនបានអញ្ជើញជួបផ្ទាល់ប៉ុន្តែក៏ផ្ញើដីនៅរលឹកនិងផ្ដាំផ្ញើហើយពិសេសនេះគឺលើកទឹកចិត្តបងស្រីសូមបងកុំពិបាកចិត្តមិនរឿងនេះកើតឡើងទៅហើយបងប្រុសបងស្រីបានព្យាយាមប្រឹងប្រែងដើម្បីជួយកូនអត់លទ្ធភាពហើយប៉ុន្តែមកជរាជមិនមេត្តានៅតែឆក់នឹងជីវិតទៅហើយលោកជំទាវកៅគុន្ធាបានបញ្ជាក់ថាទោះបីជាការរៀបចំពិធីត្រូវបានបញ្ចប់បើសិនជាបងប្រុសបងស្រីនឹងមានអីដែលជាសម្លេងត្រូវការលោកជំទាវទៅបើកបេះដូងពលតែជួយជាបន្តទៀតបាទចឹងសូមបងប្រុសបងស្រីទទួលនៅបច្ច័យនេះរួមជាមួយនឹងការរៀបចំជួយទៅបានសុខភាពច្រើនសម្រាប់ខ្ញុំអរគុណដល់បងស្រីជំទាវតាំងពីថ្ងៃចាប់ដើមដែលគាត់តាក់ទងមករហូតដល់ពេលនេះខ្ញុំអរគុណខ្លាំងមែនទែនគាត់ជាកម្លាំងចិត្តសម្រាប់ខ្ញុំដូចខ្ញុំជម្រាបបងពីខាងដើមអញ្ចឹងទោះបីខ្ញុំយ៉ាងម៉េចគាត់នៅតែផ្ដល់កម្លាំងចិត្តគាត់មនុស្សអ្នកដែលនៅពីក្រោយខ្ញុំតែអត់ដែលមានអ្នកណានៅពីក្រោយខ្ញុំដូចគាត់ទេអញ្ចឹងខ្ញុំគិតថារយៈពេលខ្លីប៉ុន្តែវាមានន័យសម្រាប់ពួកតែពួកខ្ញុំពីមុនយើងតស៊ូតបងប្អូនហើយនឹងគុណដែលយើងតស៊ូតែពាក្យដីយើងមានទឹកចិត្តគាត់មានទាំងទឹកចិត្តមានទាំងការលួងលោមមានទាំងជំនួយដល់ពួកខ្ញុំអញ្ចឹងហើយតែជាអកុសលដែលកូនខ្ញុំគាត់មិនបានទទួលបានអ្វីដែលបងស្រីគាត់ចង់ជួយហើយខ្ញុំនៅអរគុណបងស្រីមែនតើទោះបីគាត់ស្គាល់គាត់មករយៈពេលខ្លីតែភាពស្និទ្ធស្នាលគាត់និយាយមកគាត់ផ្ដល់កម្លាំងចិត្តឲ្យខ្ញុំអញ្ចឹងចុងក្រោយខ្ញុំអរគុណបងស្រីជំទាវខ្លាំងមែនតើតំណាងគ្រួសារខ្ញុំទាំងមូលអរគុណជាពិសេសជំនួសកូនស្រីខ្ញុំតែម្ដងអរគុណបងស្រីដែលជួយខ្ញុំជាពិសេសកូនស្រីខ្ញុំអញ្ចឹងជូនពរឲ្យបងស្រីមានសុខភាពល្អសុភមង្គលក្នុងគ្រួសារសំខាន់គឺសុខភាពអរគុណដល់លោកជំទាវដែលគាត់ចង់ជួយពោះជីវិតកូនខ្ញុំប៉ុន្តែខ្ញុំជួបគាត់យឺតពេលបើសិនជាខ្ញុំជួបគាត់មុនហ្នឹងប្រហែលជាកូនខ្ញុំអត់អាចរស់បន្តទៀតកូនគេអញ្ចឹងខ្ញុំអរគុណដល់គាត់ឲ្យគាត់មានសុខភាពល្អ